ថ្ងៃទី8កញ្ញាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអះអាងថាលោកគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់សកម្មភាពទាំងអស់នៅលើទឹកដីកម្ពុជាដែលធ្វើឡើងក្នុងទិសដៅកសាងនិងអភិវឌ្ឍធនធានមនុស្សឲ្យមានគុណភាពនិងគុណធម៌ប្រមុខរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាអក្ខរកម្មគឺជាគន្លឹះនៃការអភិវឌ្ឍរួមចំណែកកាត់បន្ថយភាពក្រីក្រចេញពីពលរដ្ឋខ្មែរដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពនិងគុណធម៌លោកនាយករដ្ឋមន្ត្រីអះអាងថារដ្ឋាភិបាលមានភារកិច្ចចម្បងក្នុងការផ្តល់សេវាអប់រំដល់ពលរដ្ឋគ្រប់គ្នានិងគ្រប់វ័យតាមគ្រប់រូបភាពនិងមធ្យោបាយដើម្បីជំរុញឲ្យអត្រាអក្ខរកម្មមានកម្រិតខ្ពស់ក្នុងចំណោមពលរដ្ឋខ្មែរសូមបញ្ជាក់ថាទិវាអក្ខរកម្មជាតិនិងអន្តរជាតិឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងក្រុមប្រធានបទអក្ខរកម្មដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើងយោងតាមរបាយការណ៍របស់ក្រសួងអប់រំក្នុងឆ្នាំសិក្សា2012-2013កម្ពុជាមានសាលាមត្តេយ្យនិងសាលាចំណេះដឹងទូទៅចំនួនជាង 14000 នៅទូទាំងប្រទេសរីឯអត្រាពិតប្រាកដនៃការសិក្សារបស់កុមារបានកើនដល់ជាង 98% ចំនួនសិស្សនិងនិស្សិតគ្រប់ភូមិសិក្សាមានប្រមាណជា 3.5 សែននាក់មានន័យថាក្នុងចំណោមពលរដ្ឋខ្មែរ 4 នាក់មានម្នាក់កំពុងតែអង្គុយសិក្សាទោះជាយ៉ាងនេះក្តីលោករងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអះអាងថាអត្រាអនក្ខរជននិងអ្នកដែលមិនបានឆ្លងកាត់ថ្នាក់មូលដ្ឋានគឺចប់ត្រឹមថ្នាក់ទី9នោះនៅតែមានកម្រិតខ្ពស់នៅឡើយបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសង្គមលោករងឈុនរិះគន់ថាកម្មវិធីអក្ខរកម្មមានតែរូបភាពតែមិនសូវមានប្រសិទ្ធភាពទេដោយឡែកនៅតំបន់ដាច់ស្រយាលមួយចំនួនក៏នៅតែខ្វះសាលារៀននៅឡើយដែរយ៉ាងណាក៏ដោយបើតាមលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរដ្ឋាភិបាលមានបំណងបង្កើនអត្រាអក្ខរកម្មឲ្យបាន 50% បន្ថែមទៀតនៅក្នុងចំណោមអនក្ខរជនពេញវ័យនៅមុនដំណាច់ឆ្នាំ2015ខាងមុខនេះដើម្បីសម្រេចគោលដៅលោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ដល់បញ្ហាអក្ខរកម្មនៅទូទាំងប្រទេសសារព្រមានរបស់លោកនាយករដ្ឋមន្ត្រី